មួយត្រៀមទុកជូននួនល្អនំមិនសមបងមួយត្រៀមទុកជូននួនល្អព្រមទាំងនំកងពីផងទុកជូនស្នេហ៍ស្នងក្នុងពេលជប់បិណ្ឌអូនបាត់យូរពេកបងក៏មិនឃើញមាសចាន់អូនបាត់យូរពេកបងក៏មិនឃើញមាសចាន់ឬក៏មានស្នេហ៍ចោលចិនអូនមិនសូវបិញញ៉ាំនំអន់សមនំបងតែមួយបងក្រាបមិនហ៊ានលែងដែរនំបងតែមួយបងក្រាបមិនហ៊ានលែងដែរបេកញើសចង់ពុំហើយថ្លៃព្រោះតែចាំទៀតស្រីថាមកក្រត់ខំសួរអ្នកស្គាល់តាហេតុអ្វីមិនឃើញប៉ុនឡកខំសួរអ្នកស្គាល់តាហេតុអ្វីមិនឃើញប៉ុនឡកគេថាអូនមានជប់មកអូននៅគ្រុំច្រកញ៉ាំនំប៉ាំងហើយគួយចាត់ពេកយប់ឡើងដេកមិនលុកឡើយគួយចាត់ពេកយប់ឡើងដេកក៏មិនលុកឡើយដេកអោបានសំត្រានត្រៃទឹកភ្នែកជូកភ្នែកចជ្រេចច្រូចខំសួរអ្នកស្គាល់តាហេតុអ្វីមិនឃើញប៉ុនឡកខំសួរអ្នកស្គាល់តាហេតុអ្វីមិនឃើញប៉ុនឡកគេថាអូនមានជប់មកអូននៅគ្រុំច្រកញ៉ាំនំប៉ាំងហើយឃើញប៉ោយពូនខ្ញុំចូលឌឺធ្វើមកឡើងស្រួចឃើញប៉ោយពូនខ្ញុំចូលឌឺធ្វើមកឡើងស្រួចលៀមដើមនៅបែបង្អួចអន្សមហាប់រួចចំកណ្ដាលមកបងមួយត្រៀមទុកជូននួនល្អនំមិនសមបងមួយត្រៀមទុកជូននួនល្អព្រមទាំងនំកងពីផងទុកជូនស្នេហ៍ស្នងក្នុងពេលជប់បិណ្ឌអូនបាត់យូរពេកបងក៏មិនឃើញមាសចាន់អូនបាត់យូរពេកបងក៏មិនឃើញមាសចាន់ឬក៏មានស្នេហ៍ចោលចិនអូនមិនសូវបិញញ៉ាំនំអន់សមនំបងតែមួយបងក្រាបមិនហ៊ានលែងដែរនំបងតែមួយបងក្រាបមិនហ៊ានលែងដែរបេកញើសចង់ពុំហើយថ្លៃព្រោះតែចាំទៀតស្រីថាមកក្រត់ខំសួរអ្នកស្គាល់តាហេតុអ្វីមិនឃើញប៉ុនឡកខំសួរអ្នកស្គាល់តាហេតុអ្វីមិនឃើញប៉ុនឡកគេថាអូនមានជប់មកអូននៅគ្រុំច្រកញ៉ាំនំប៉ាំងហើយគួយចាត់ពេកយប់ឡើងដេកមិនលុកឡើយគួយចាត់ពេកយប់ឡើងដេកក៏មិនលុកឡើយដេកអោបានសំត្រានត្រៃទឹកភ្នែកជូកភ្នែកចជ្រេចច្រូចខំសួរអ្នកស្គាល់តាហេតុអ្វីមិនឃើញប៉ុនឡកខំសួរអ្នកស្គាល់តាហេតុអ្វីមិនឃើញប៉ុនឡកគេថាអូនមានជប់មកអូននៅគ្រុំច្រកញ៉ាំនំប៉ាំងហើយឃើញប៉ោយពូនខ្ញុំចូលឌឺធ្វើមកឡើងស្រួចឃើញប៉ោយពូនខ្ញុំចូលឌឺធ្វើមកឡើងស្រួចលៀមដើមនៅបែបង្អួចអន្សមហាមរួចចំកណ្ដាលមក